ខ្ញុំឃើញបងប្អូនសួរខ្ញុំថាចេះបងប្តីបងទៅណាមិនក៏មិនឃើញនៅក្នុងវីដេអូជាមួយបងអញ្ចឹងនិយាយទៅបងប្អូនហើយប្តីខ្ញុំទៅធ្វើការឆ្ងាយធ្វើការលើកប៉ាល់មួយឆ្នាំមកជួបប្រពន្ធម្ដងហើយការងាររបស់គាត់លើកប៉ាល់អាកប៉ាល់ធំអាកប៉ាល់ទីតនេចហើយកប៉ាល់របស់គាត់ហ្នឹងឆ្នាំមុនគាត់ដើរជុំវិញពិភពលោកតែឆ្នាំនេះគាត់ដើរតាមទ្វីបអឺរ៉ុបទេហើយការងាររបស់គាត់មុខងាររបស់គាត់គឺជាអ្នករត់តុកអញ្ចឹងហើយបងប្អូនប្រយ័ត្នប្រយែងបើសិនជួបប្តីខ្ញុំកន្លែងណាតែឃើញគាត់យកតុកលាក់តាមមិនអញ្ចឹងទេគាត់យកតុកបងប្អូនរត់បាត់លើហើយមុនគាត់ទៅធ្វើការលើកប៉ាល់និយាយទៅខ្ញុំឆែកអស់ហើយកន្លះខូចខាតកន្លែងណាសំណុកមកវិញខ្ញុំចំណាំអញ្ចឹងណាហើយខ្ញុំប្រាប់គាត់ថានៅពេលនេះឯងធ្វើការលើកប៉ាល់បើសិនជាអ្នកឯងមានស្រីខ្ញុំមិនថាដែរព្រោះជីវិតរបស់អ្នកឯងខ្ញុំមើលមិនឃើញទេហើយមួយទៀតបើសិនជាអ្នកឯងមានស្រីក៏មានទៅតែសំខាន់ហ្នឹងចេះពេលអាវភ្លៀងការពារខ្លួនផងប្រយ័ត្នមានរោគដល់ខ្ញុំតែមានរោគដល់ខ្ញុំអត់ទុកទេខ្ញុំកាត់ចោលខ្ទេចខ្ទីគ្មានឲ្យសល់ទេគឺខ្ញុំនិយាយអញ្ចឹងបងប្អូនគឺខ្ញុំនិយាយមែនខ្ញុំមិនកុហកឯណាអានេះលេងសាយផងប៉ុន្តែពាក្យពិតបងប្អូននេះខ្ញុំនិយាយតែនិយាយអញ្ចឹងមួយគាត់មួយរយៈចុងក្រោយនេះខ្ញុំនឹងប្តីខ្ញុំអត់ត្រូវគ្នាទេមានរឿងទីទួចនៅក្នុងគ្រួសារកាលពីមុននៅពេលខ្ញុំឆ្លោះគ្នាម្ដងប្តីខ្ញុំតែងតែលួងខ្ញុំទោះបីខ្ញុំខុសខ្ញុំត្រូវក៏ដោយក៏តែងតែខលខ្ញុំមុនទៅតាមរយៈហ្នឹងទេគឺខុសប្លែក100ដឺក្រេតែម្ដងបងប្អូនព្រោះគាត់បាត់តែឈឹងអត់មានខលទេទោះបីជាគាត់ខលក៏គាត់ខលមកតែម្ដាយគាត់បងប្អូនគាត់អាយខ្ញុំវិញនឹងសុកជាស្ងាត់ឲ្យឈឹងឬក៏គាត់មានស្រីដោយបងប្អូនតែនិយាយប្រាប់ខ្ញុំថាបងប្តីបងឯងធ្វើការឆ្ងាយអញ្ចឹងអាខ្លាចមានស្រីឬក៏ពាក្យចាឃ្លាតឆ្ងាយណាយចិត្តទេប៉ុន្តែបើសិនជាគាត់មានស្រីមិនមែនឲ្យខ្ញុំធ្វើល្មិចបងប្អូនមកខ្ញុំមិនបាននៅជាមួយគាត់មួយឆ្នាំជួបមុខម្ដងខ្ញុំមើលមិនឃើញអញ្ចឹងហើយមួយវិញទៀតបងប្អូនគាត់จะដឹងថាស្រីជួនជុតបរទេសមួយចំនួនហ្នឹងគាត់វាថាគាត់មិនសូវខ្វល់ខ្វាយវប្បធម៌អរិយធម៌ទេឲ្យតែគាត់ពេញចិត្តត្រូវរើគ្នានិយាយតាមផ្លែតនាំគ្នាទៅអ៊ីគឺតំបងប្អូនហើយមានប្តីបងប្អូនណាដោយប្តីខ្ញុំមក profile account របស់គាត់មិនដែរដាក់រូបប្រពន្ធកូនសុបបីតាមមួយស្លឹកប៉ុន្តែបើរូបមិត្តភ័ក្តិគាត់ដាក់ហើយការពីគាត់មកខ្មែរលើកមកឥណ្ឌាលើកមុន holiday ហ្នឹងមានស្រីជនជាតិប្រេស៊ីលម្នាក់ឆាតមករកគាត់ដល់ពេលខ្ញុំចាប់បានគឺខ្ញុំអត់រកខ្ញុំសម្ដែងជាប្តីខ្ញុំឆាតទៅរកស្រីម្នាក់ហ្នឹងទៅក៏ម្នាក់ហ្នឹងឆាតទៅរកប្តីខ្ញុំវិញឆ្លើយឆ្លងគ្នាចុះឡើងក៏មានស្រីហ្នឹងគេផ្ញើរូបថតអនុស្សាវរីយ៍ការគេធ្វើការលើកកប៉ាល់មួយគ្នាអោបថើបបឺតមាត់គ្នាអីចឹងសូមបើវងខ្ចក់ទីសិនណែនាំផលិតផលថ្មីរបស់ផ្សារធម្មជាតិ24 Probiotic គឺជាភេទវីតាមីនជួយនឹងការពារកាពះបងប្អូនបើសិនជាបងប្អូនមានកាពះខ្សោយឬក៏បងប្អូនមានជំងឺកាពះក៏អាចប្រើបានដែរហើយក្នុងមួយប្រអប់ធំនឹងគេមាន30កញ្ចប់ទូចហើយផលិតផល Probiotic គឺផលិតនៅប្រទេសបារាំងហើយតម្លៃសមរម្យអញ្ចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចឆាតទៅរកពេកផ្សារធម្មជាតិ24ក៏បានឬក៏រកតំណាងចែកចាយរបស់គាត់ក៏បានដែរអរគុណឥឡូវចូលសាច់រឿងខ្ញុំវិញម្ដងបងប្អូននិយាយទៅមកคลิปហ្នឹងមិនបាច់ធ្វើស្អីទេនិយាយតែដើមប្តីខ្ញុំយកតាណាមអស់បុគ្គលិកដែលគាត់ធ្វើការនៅលើកប៉ាល់ខុសដាច់បុគ្គលិកធ្វើការក្នុងអូតែលបើសិនជាយើងធ្វើការក្នុងអូតែលបុគ្គលិកយើងធ្វើការតាមកន្លែងជួបមនុស្សមុខដដែលដែរប៉ុន្តែធ្វើការលើកប៉ាល់គេដូររហូតហើយជួបមនុស្សប្លែករហូតអញ្ចឹងហើយចម្រុះចិត្តសាសអញ្ចឹងហើយប្តីខ្ញុំមិត្តភក្តិគាត់ថាគាត់ទៅមួយឆ្នាំនេះជួបជនជាតិហ្វីលីពីនច្រើននឹងទៅឆ្នាំក្រោយគាត់អាចជួបជនជាតិអីផ្សេងទៀតហើយស្រីក៏ទៅតាមនឹងដែរបើសិនជាស្នេហាអូនបងលើកប៉ាល់ហ្នឹងពួកហ្នឹងបានតែមួយឆាវដែរទេបន្ទាប់មកគាត់បែកគ្នាទៅពាក់ក្រោយគាត់ទៅកន្លែងផ្សេងអញ្ចឹងតែក៏មានករណីខ្លះដែរអាមកគេឆ្លាញ់គ្នាពិតអញ្ចឹងទៅគេរៀបការដូចជាមិត្តភក្តិខ្ញុំជួបជាតិឥណ្ឌូនេស៊ីនេះគាត់ធ្វើការលើកប៉ាល់ជាមួយប្តីប្រពន្ធគាត់ទៅគាត់ស្គាល់គ្នារៀបការជាមួយគ្នាឥឡូវមានកូន2នាក់និយាយពីប្តីខ្ញុំវិញម្ដងបើសិនជាប្តីខ្ញុំមានស្រីមែនដូចបងប្អូនតែនិយាយលេងជាមួយខ្ញុំគ្មាននរណាម្នាក់យកគាត់ទេបងប្អូននេះបានធ្វើមកលេងសាច់មួយគាត់ដែរនឹងដោយសារអីខ្ញុំដឹងច្បាស់លាស់ថាប្តីខ្ញុំជាមនុស្សម្នាក់ដែលស្អិតជាងស្គាល់ទាំងម៉ែទៀតហើយវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានប៉ុណ្្នឹងដែរចាជម្រាបលាអរគុណ